Saiជីវិតវានៅវែងឆ្ងាយហើយដែលខ្ញុំត្រូវតែយំនៅថ្ងៃនេះទោះបីជាពេលនេះខ្ញុំមកផ្លូវដែរក៏ខ្ញុំនៅតែសរសើរខ្លួនឯងដែរព្រោះថាផ្លូវមួយនេះខ្ញុំអ្នករើសខ្ញុំជាអ្នកយកវាដល់ខ្លួនឯងគ្មានអ្នកណាគេមកសរសើរខ្ញុំទេហើយក៏គ្មានអ្នកណាគេមកជួយអមដល់ខ្ញុំដែរយេពីសំដីវាកាន់តែលងចិត្តត្រជាខ្សែជីវិតនៅវែងឆ្ងាយវាធ្វើឲ្យខ្ញុំពិបាកវិភាគស្រមោលអតីតកាលវាកាន់តែលងចូលកាន់តែគៀកទោះបីជាគេបានបដូរក៏ថោកនឹងដៃថ្លៃនឹងពាក្យសំដីវាកាន់តែលងចិត្តត្រជាខ្សែជីវិតនៅវែងឆ្ងាយវាធ្វើឲ្យខ្ញុំពិបាកវិភាគស្រមោលអតីតកាលវាកាន់តែលងចូលកាន់តែគៀកទោះបីជាគេបានបដូរក៏ថោកនឹងដៃថ្លៃនឹងពាក្យរឿងច្រើនណាស់តែគេបន់ស្រន់ឲ្យខ្ញុំបាត់ពីលោការឿងដែលមិនបានការហេតុអីខ្ញុំត្រូវយកវាមកពិភាក្សាបិសាយនៅក្នុងចិត្តរឿងដែលពិតបំលែងទៅជារឿងខ្លាំងខ្លាយរូបកាយដែលគ្មានវិញ្ញាណបានត្រឹមតែដេកនៅស្ងៀមកំបិតនៅជាប់នឹងទ្រូងវានៅដោតជាប់នៅឡើយទោះបីជាខំស្រែកហៅទេវតាក៏នៅតែជាបិសាយដែលឆ្លៃរឿងរ៉ាវពីមុនវាហួរទៅហើយវ័យទាំងអស់មិនអាចបកក្រោយតែពេលនេះសល់ត្រឹមតែសំណួរដែលគ្មានចម្លើយវាកាន់តែលងចិត្តត្រជាខ្សែជីវិតនៅវែងឆ្ងាយវាធ្វើឲ្យខ្ញុំពិបាកវិភាគស្រមោលអតីតកាលវាកាន់តែលងចូលកាន់តែគៀកទោះបីជាគេបានបដូរក៏ថោកនឹងដៃថ្លៃនឹងពាក្យសំដីវាកាន់តែលងចិត្តត្រជាខ្សែជីវិតនៅវែងឆ្ងាយវាធ្វើឲ្យខ្ញុំពិបាកវិភាគស្រមោលអតីតកាលវាកាន់តែលងចូលកាន់តែគៀកទោះបីជាគេបានបដូរក៏ថោកនឹងដៃថ្លៃនឹងពាក្យសំដីដែលខ្ញុំនិយាយវាគ្មានន័យខ្ទង់20ខ្ញុំរងាជីវិតដែលសែនឯកាហេតុអ្វីយកទៅថោកគ្មានមេត្តារឿងហេតុដែលសែនជាផ្សារវាធ្វើឲ្យខ្ញុំនេះកាន់តែជឿក្បាលហេតុអ្វីជីវិតខ្ញុំទៅយ៉ាងនឹងប្រឹងក៏នៅតែគ្មានន័យដាក់សម្ពាធលើខ្ញុំដាក់បន្ទុកលើខ្ញុំហេតុអ្វីអ្នកមើលមិនឃើញអ្នកគិតថាខ្ញុំអន់ឬខ្ញុំមិនកើតឬមួយខ្ញុំអត់កំណត់អ្នកទុកខ្ញុំដូចធលីដែលគេជន់ឈ្លីឲ្យគេគិតថាមិនកើតតែពេលនេះប្រាជ្ញជាកំពីដែលគេគ្រប់គ្នានោះចង់បានសំដានមនុស្សគឺវាមានតែប៉ុណ្្នឹងទោះបីជាយើងខំប្រឹងធ្វើល្អប៉ុណ្ណាក៏គេនៅតែមើលមិនឃើញជីវិតយើងមិនអាចនឹងក៏បានយូរឡើយពីសំដីវាកាន់តែលងចិត្តត្រជាខ្សែជីវិតនៅវែងឆ្ងាយវាធ្វើឲ្យខ្ញុំពិបាកវិភាគស្រមោលអតីតកាលវាកាន់តែលងចូលកាន់តែគៀកទោះបីជាគេបានបដូរក៏ថោកនឹងដៃថ្លៃនឹងពាក្យសំដីវាកាន់តែលងចិត្តត្រជាខ្សែជីវិតនៅវែងឆ្ងាយវាធ្វើឲ្យខ្ញុំពិបាកវិភាគស្រមោលអតីតកាលវាកាន់តែលងចូលកាន់តែគៀកទោះបីជាគេបានបដូរក៏ថោកនឹងដៃថ្លៃនឹងពាក្យ